សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់ Channel របស់ខ្ញុំផ្សាយថ្មីហើយវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើបទចម្រៀង AI បាទគឺច្រៀងខ្មែររបស់យើងហ្នឹងគឺយើងបង្កើតឡើងដោយ AI តែម្ដងបាទអញ្ចឹងដើម្បីបង្កើតបានគឺបងប្អូនយើងបើកមកកាន់ browser ណាមួយដែលបងប្អូនយើងចូលចិត្តប្រើហើយសម្រាប់ការធ្វើនេះដែរគឺយើងអាចធ្វើនៅលើទូរស័ព្ទដៃក៏បាននៅលើកុំព្យូទ័រក៏បានគឺអត់បញ្ហាអីទេបាទគឺធ្វើបានដូចគ្នាទាំងអស់បាទអញ្ចឹងយើងធ្វើការបើកមកកាន់ browser ហើយយើង search ពាក្យ flow យើង search ពាក្យ flow music មកហើយយើងចុច enter ទៅបាទនេះគឺពាក្យ flow music ហ្នឹងហើយយើងឃើញវានៅខាងលើគេនេះគឺសញ្ញាដូចយើង play ហ្នឹងបាទយើងចុចលើវាហ្នឹងមកនៅខាងលើគេបន្ទាប់មកវាចេញបែបនេះបងប្អូនយើងធ្វើការ log in account សិនមកអញ្ចឹងដើម្បី log in បងប្អូនចុច line project នេះមកពេលដែលយើងចុចលើពាក្យ project ហ្នឹងវានឹងឲ្យយើង connect ជាមួយនឹង Google account របស់យើងគឺ account Gmail របស់យើងហ្នឹងណាអញ្ចឹងយើងធ្វើការ connect វាមកបាទយើងចុចពាក្យ continue with Google មកពេលដែលយើងចុចយើងរងចាំវាបន្តិចបាទវាចាប់ផ្ដើមចូលទៅកាន់ email របស់យើងបាទគឺវាចូលមកបែបនេះបើសិនជាបងប្អូនមាន email ច្រើនវានឹងបង្ហាញច្រើនតែនេះដោយសារខ្ញុំមាន email តែមួយបានវាបង្ហាញតែមួយអញ្ចឹងយើងរើស email ដែលយើងចង់ដាក់មកបាទយើងរើសវាមកបន្ទាប់មកបងប្អូនធ្វើការចុចពាក្យបន្តបន្ទាប់មកយើងចុចពាក្យបន្តទៀតបាទឥឡូវវាចេញបែបនេះបងប្អូនធ្វើការចុចពាក្យអូខេបាទឥឡូវវាចូលមកដល់ហើយពេលដែលយើង log in ហើយអស់គឺវាចេញមកបែបនេះអញ្ចឹងបងប្អូនយើងធ្វើការបើកផ្ទាំងមួយទៀតដើម្បីយើងទៅធ្វើ lyric បទចម្រៀងបាទអញ្ចឹងបើសិនជាបងប្អូនយើងមាន lyric ខ្លួនឯងហើយនិពន្ធបទចម្រៀងខ្លួនឯងហើយយើងអាចយកមកដាក់វាតែម្ដងក៏បានអញ្ចឹងខ្ញុំអត់មានទេអញ្ចឹងខ្ញុំឲ្យ Chat GPT និពន្ធបទចម្រៀងឲ្យអញ្ចឹងខ្ញុំបើកមកកាន់ Chat GPT មកបន្ទាប់មកយើងចុចឲ្យលើគេនេះបាទហើយយើងសួរស្ដីទៅកាន់ Chat GPT មួយមកបាទខ្ញុំ continue ជាមួយ email របស់ខ្ញុំសិនបាទចុច continue កន្លែងនេះអានឹងយើងធ្វើការ log in វាតែបងប្អូនអត់ log in ក៏បានដែរអត់បញ្ហាអីទេយើងអាចធ្វើបានដូចគ្នាបាទឥឡូវវា log in បានហើយខ្ញុំធ្វើការសួរស្ដីទៅកាន់វាមួយបាទវាចេញបែបនេះខ្ញុំចុច skip សិនបាទហើយចុច continue អូខេជាមួយវា load អីទៀតហើយបាទគឺអត់ទេយើងចុចស្អីជាភាសាខ្មែរមកសួរស្ដីទៅកាន់វាបាទឥឡូវវាសួរស្ដីជាភាសាខ្មែរមកយើងចាប់ផ្ដើមចូលសាច់ការរបស់យើងតែម្ដងបាទគឺខ្ញុំនឹងសរសេរថាបាទឥឡូវខ្ញុំសរសេរបានប៉ុណ្្នឹងហើយបាទបងប្អូនយើងអាចសរសេរអ្វីដែលបងប្អូនយើងចង់បានទៅបាទយើងសរសេរទៅហើយបន្ទាប់ពីខ្ញុំសរសេររៀបរាប់ហើយខ្ញុំនឹងដាក់ថាប្រុសច្រៀងប្រុសច្រៀងកំសត់សម្រាប់ AI បាទឥឡូវខ្ញុំសរសេរប៉ុណ្នេះបាទបងប្អូនយើងសរសេរអីសរសេរទៅស្រេចតែបងប្អូនយើងទេបាទហើយតោះមកខ្ញុំចុចបញ្ជូនចុច send ហ្នឹងហើយវាចាប់ផ្ដើមសរសេរ lyric ឲ្យខ្ញុំហើយបាទនេះគឺចំណងជើងរាត្រីគ្មានអូនអូខេតោះមកយើងចាំឲ្យវាចេញឲ្យចប់មកបាទអញ្ចឹងវាចេញចប់ហើយយើងចុច copy កន្លែងនេះមកបាទហើយចូលមកកាន់ Google Flow Music របស់យើងវិញយើងធ្វើការផាស lyric មិញហ្នឹងចូលមកហើយបងប្អូនយើងអាចធ្វើការកែ lyric មួយចំនួនទៅព្រោះ lyric វានិពន្ធជាភាសាខ្មែរឲ្យយើងវាមានកន្លែងខ្លះរៀងឆ្គងអញ្ចឹងបងប្អូនយើងធ្វើការកែប្រែវាបន្ថែមទៅតែសម្រាប់ខ្ញុំគឺខ្ញុំធ្វើវីដេអូឲ្យបងប្អូនយើងមើលអញ្ចឹងខ្ញុំអត់ចាំបាច់កែទេខ្ញុំចុចយកតែម្ដងបាទអញ្ចឹងបងប្អូនយើងចុច send នេះមកនេះចុចឲ្យព្រួយឡើងលើបន្ទាប់មកវានឹងចាប់ផ្ដើមធ្វើបទចម្រៀងឲ្យយើងហើយបាទអញ្ចឹងបងប្អូនយើងមើលកន្លែងនេះបាទអញ្ចឹងវាដាក់ creating ហើយខ្ញុំធ្វើនេះគឺធ្វើនៅលើ version free ទេបាទគឺអត់មានបង់លុយអត់មានអីទេយើងប្រើ free
បាទអញ្ចឹងវា generate ឲ្យយើងម្ដង2បទអញ្ចឹងចាំមើលវាពេញតើការច្រៀងវាមិនដែរបាទយើងចាំមើលទាំងអស់គ្នាអញ្ចឹងវាមាន2 version មាន acoustic មួយទៀតបាទអញ្ចឹងយើងរងចាំវាទៅបាទអានេះវាពេលដែលវាពេញវា play ឲ្យយើងអូតូហើយយប់នេះខ្យល់ត្រជាក់ដូចចិត្តបងដើរតែម្នាក់ឯងក្នុងផ្លូវដែលធ្លាប់មានអូនរូបថតចាប់ចាំងនៅតែដាក់ក្បែរខ្នើយបេះដូងបងនៅតែហៅឈ្មោះអូនរាល់យប់ព្យាយាមកាត់ចិត្តប៉ុន្មានដងតែអារម្មណ៍នៅតែចង់វិលទៅរកអូនទឹកភ្នែកហូររាល់ពេលបិទភ្នែកគេព្រោះក្នុងសូបិននៅមានតែអូនរាល់ពេលយប់បងដេកយំនឹកអូនគ្រប់នាទីស្នេហ៍ដែលបងឲ្យទៅបាទអញ្ចឹងយើងស្ដាប់ acoustic ហើយឥឡូវយើងស្ដាប់ឲ្យលើម្ដងបាទចាំមើលវាព្រោះអត់បាទយប់នេះខ្យល់ត្រជាក់ដូចចិត្តបងដែលម្នាក់ឯងក្នុងផ្លូវដែលធ្លាប់មានអូនរូបថតចាំងចាស់នៅតែដាក់ក្បែរខ្នើយបេះដូងបងនៅតែហៅឈ្មោះអូនរាល់យប់ព្យាយាមកាត់ចិត្តប៉ុន្មានដងតែអារម្មណ៍នៅតែចង់វិលទៅរកអូនទឹកភ្នែកហូររាល់ពេលបិទភ្នែកគេងព្រោះក្នុងសូបិននៅមានតែអូនរាល់ពេលយប់បងដេកយំនឹកអូនគ្រប់នេះបាទខ្ញុំស្ដាប់គិតថាវាអត់សូវព្រោះឥឡូវខ្ញុំសុំបន្ថែមឲ្យវាថាកំសត់ជាងនេះបាទហើយខ្ញុំដាក់ឲ្យវាថែម reverb បាទប៉ុណ្ណឹងខ្ញុំចុច send បាទជំនួសវាធ្វើបទថ្មីឲ្យយើងថាតើវាបានព្រោះជាងហ្នឹងឬក៏យ៉ាប់ជាងហ្នឹងបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាបាទអញ្ចឹងវាចាប់ផ្ដើមធ្វើឲ្យយើងហើយគឺវាធ្វើនៅលើបទទី1វាបាន20%ជាងអញ្ចឹងយើងរងចាំអ៊ុតមើលទាំងអស់គ្នាបាទហើយបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចចុច like ហើយចុច comment ម្នាក់មួយផងបាទអត់យល់កន្លែងណាឯង comment នៅខាងក្រោមមកបើសិនជាខ្ញុំទៅនេះខ្ញុំនឹងតបប្រាប់បងប្អូនបាទអូខេឥឡូវវាបាន60ហើយបាទអញ្ចឹងតិចទៀតគឺពេញហើយអញ្ចឹងបទដែលយើងឲ្យវាកែវាអាច generate យូរជាងបទដែលយើងឲ្យវាធ្វើថ្មីហ្មងអញ្ចឹងវាចំណាយពេលរៀងយូរបន្តិចតែអីទេយើងចាំទៅរបស់ free អូខេឥឡូវយើងចុច play មកចាំមើលវាមិនដែរយប់នេះខ្យល់ត្រជាក់ដូចចិត្តបងដើរតែម្នាក់ឯងក្នុងផ្លូវដែលធ្លាប់មានអូនរូបថតចាំងចាស់នៅតែដាក់ក្បែរខ្នើយបេះដូងបងនៅតែហៅឈ្មោះអូនរាល់យប់ព្យាយាមកាត់ចិត្តប៉ុន្មានដងតែអារម្មណ៍នៅតែចង់វិលទៅរកអូនទឹកភ្នែកហូររាល់ពេលបិទភ្នែកគេងព្រោះក្នុងសូបិននៅមានតែអូនរាល់ពេលយប់បងដេកយំនឹកអូនគ្រប់នាទីបាទឥឡូវខ្ញុំឃើញថាវារៀងគ្រាន់ស្ដាប់បន្តិចតែយើងអាចយកទៅ mix master ថែមបន្តិចទៀតទៅវារៀងព្រោះជាងហ្នឹងហើយអញ្ចឹងដើម្បី download បានបងប្អូនចុចកន្លែង tray 3 នេះមកបាទអូខេបន្ទាប់ពីយើងចុច tray 3 ហ្នឹងបងប្អូននឹងឃើញពាក្យ download អញ្ចឹងបងប្អូនអាច download ជា file wave ក៏បាន mp3 ក៏បានអញ្ចឹងខ្ញុំ download យក file mp3 បាទ
បន្ទាប់ពីយើងចុច download យើងរងចាំវាបន្តិចបាទតិចទៀតវានឹង download ឲ្យយើងហើយនេះឥឡូវវា download ពេញហើយខ្ញុំធ្វើការយក bot នឹងចេញមកដាក់លើ desktop ដើម្បីយើងងាយស្រួលបន្ទាប់មកខ្ញុំនឹងទៅធ្វើការបើកកម្មវិធី FL Studio ដើម្បីខ្ញុំធ្វើការកែវាបន្តិចចាំមើលថាតើពេលដែលយើងកែហើយវាសំឡេងមិនដែរបាទអញ្ចឹងយើងទៅកែទាំងអស់គ្នាអញ្ចឹងយើងបើកមកកាន់ FL Studio មកអូខេបន្ទាប់ពីខ្ញុំបើកមកដល់គឺខ្ញុំបើក file មួយបាទ file ដែលខ្ញុំបានកែហើយហ្នឹងបាទនេះខ្ញុំចុចវា open មកអញ្ចឹងវាមានបទចម្រៀងនៅក្នុងហ្នឹងខ្ញុំធ្វើការ right click លើវាបាទគឺវាបាត់ហើយខ្ញុំដាក់អានេះតូចបន្ទាប់មកខ្ញុំអូសចម្រៀងយើងចូលបាទហើយខ្ញុំអូសវាដល់នេះមកអញ្ចឹងបងប្អូនយើងធ្វើការស្ដាប់បទយើងអត់ទាន់កែសិនចាំមើលវាខុសគ្នាមិនអូខេចាំតិចយប់នេះខ្យល់ត្រជាក់ដូចចិត្តបងដើរតែម្នាក់ឯងក្នុងផ្លូវដែលធ្លាប់មានអូនរូបថតចាំងចាស់ចាំងនៅតែដាក់ក្បែរខ្នើយបេះដូងបងបាទឥឡូវយើងស្ដាប់បទអត់ទាន់កែប៉ុណ្ណឹងឥឡូវយើងចូលមកស្ដាប់បទកែទាំងអស់គ្នាបាទយើងចុច playយប់នេះខ្យល់ត្រជាក់ដូចចិត្តបងដើរតែម្នាក់ឯងក្នុងផ្លូវដែលធ្លាប់មានអូនរូបថតចាំងចាស់ចាំងនៅតែដាក់ក្បែរខ្នើយបាទអញ្ចឹងបងប្អូនមើលខ្ញុំ Mix Master បាទគឺខ្ញុំកែប៉ុណ្នេះបាទគឺខ្ញុំថែម EQ ថែម reverb ថែម delay បាទថែមតែប៉ុណ្្នឹងទេហើយនឹងអានេះមួយទៀតឥឡូវយើងស្ដាប់តទៀតបាទបេះដូងបងនៅតែហៅឈ្មោះអូនរាល់យប់ព្យាយាមកាត់ចិត្តប៉ុន្មានដងតែអារម្មណ៍នៅតែចង់វិលទៅរកអូនទឹកភ្នែកហូររាល់ពេលបិទភ្នែកគេងព្រោះក្នុងសូមមិននៅមានតែអូនរាល់ពេលយប់បងដេកយំនឹកអូនគ្រប់នាទីស្នេហ៍ដែលបងឲ្យខ្ទីគ្មានថ្ងៃអាចជួសជុលនៅសតតែការឈឺចាប់នឹងអនុស្សាវរីយ៍ចាំងចាបងមិនទាន់អាចភ្លេចអូនបានទេទោះពេលវេលាកន្លងយូរប៉ុណ្ណាយប់ណាក៏បងនៅតែស្ដាប់បទចម្រៀងចាស់ហើយដេកយំអ្នកឯងក្នុងភាពស្ងប់ស្ងាត់កន្លែងដែលធ្លាប់ឈរចាំអូនអីលើសល់តែស្រមោលនឹងការចងចាំអីលើសល់តែស្រមោលនឹងការចងចាំមនុស្សគេប្រាប់ឲ្យបងភ្លេចអូនទៅតែចិត្តបងធ្វើមិនបានសោះបើអាចត្រឡប់ទៅថ្ងៃដំបូងបងសុខចិត្តមិនស្គាល់អូនផងព្រោះស្នេហ៍មួយនឹងធ្វើឲ្យបងរស់ទាំងឈឺចាប់រាល់ថ្ងៃរាល់ពេលយប់បងដេកយំនឹកអូនមិនចេះចោលអូខេឥឡូវយើងស្ដាប់ប៉ុណ្ណឹងបានហើយវាចិត្តចប់បទចម្រៀងហើយអញ្ចឹងបងប្អូនយើងស្ដាប់ទៅមានអារម្មណ៍ថារៀងទៅតិចកន្លែង lyric វាកន្លែងខ្លះចឹងដូចខ្ញុំប្រាប់កាលពេលដែលខ្ញុំ copy lyric មកអញ្ចឹងគឺ lyric ដែល AI វាធ្វើឲ្យវាអត់សូវយល់ពីយើងសូវយល់ជាភាសាមនុស្សរបស់យើងអញ្ចឹងកន្លែងខ្លះគឺវាទៅសេមករៀងឆ្កងអញ្ចឹងបានខ្ញុំឲ្យបងប្អូនយើងធ្វើការកែ lyric ខ្លះយើងអាចអានវាចំណាយពេលអានហើយយើងមើលកន្លែងណាអត់សូវតំណងយើងលុបវាចេញហើយយើងដាក់វាឲ្យរៀងមានចុងជួនរៀងតំណងអញ្ចឹងណាបាទ
ដើម្បីឲ្យបទចម្រៀងយើងចេញមកវាស្ដាប់ទៅវាព្រោះហើយវាមានន័យហើយសម្រាប់វីដេអូយើងក៏មានប៉ុណ្្នឹងដែរបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាធ្វើបានទាំងអស់គ្នាហើយបងប្អូនយើងអត់យល់កន្លែងណាអាច comment នៅខាងក្រោមនឹងបានបាទអញ្ចឹងខ្ញុំទនេខ្ញុំនឹងតប comment របស់បងប្អូនជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយទៀត